យើងបានផ្ទាំងសូឡានេះមកប្រើឲ្យជាបរិបទគាត់ថាស្រួលក្នុងផ្ទះគាត់នៅចិត្តហ្នឹងគាត់តចង់ទាំងអស់ 100% ហើយបាទការកើតមុនដំបូងមកខាងគម្រោង UNDP ហើយនិងអង្គការសហប្រជាជាតិគាត់មករកទីតាំងកន្លែងនៅហ្នឹងហើយខ្ញុំបាទនៅហ្នឹងខ្ញុំក៏បានលះបង់កន្លែងហ្នឹងឲ្យគាត់សាងសង់គម្រោងជាសូឡាហ្នឹងឲ្យគាត់ដាក់អត់មានគិតលុយគិតកាយទេ free ដើម្បីជួយផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងឃុំផាត់ដាយរបស់យើងទាំងសូឡាទាំងអស់មាន 300 inverter ហ្នឹងមាន 10 គ្រាប់អាគុយថ្មលីជូមនេះមានចំនួន 16 គ្រាប់ក្នុងមួយគ្រាប់នោះផ្ទុកបាន 15 គីឡូវ៉ាត់ទី1យើងមានទាំងសូឡាចូលមកអង្គម៉ូទ័រចេញមកអាគុយលីជូមបាទហើយពេលថ្ងៃគាត់ផលិតបានពី5ទៅ600គីឡូក្នុងពេលយប់គាត់អាចស្តុបនឹងថ្មលីជូមនឹងបាន240គីឡូបើប្រជាពលរដ្ឋគាត់ចង់ប្រើអញ្ចឹងគាត់នៅដាក់ពាក្យស្នើសុំមកប្រាប់ខាងខ្ញុំខាងឬមួយខាងសេវាករគាត់អញ្ចឹងគាត់ចុះទៅរៀបចំតឲ្យក្នុងផ្ទះហើយលក្ខខណ្ឌដែលសេវាបង់ហ្នឹង 78000 សេវាបង់ក្នុង5អាំពែហើយភ្លើងក្នុង1គីឡូវ៉ាត់ហ្នឹងតម្លៃ730ថេភ្លើងអូសទៅតាមផ្ទះដូចជាប្រើទូទឹកកកខ្នាតតូចបានហើយកង្ហាទូទូដាំបាយប្រើបានទាំងអស់យើងថាឧបមាយើងប្រើអាស្វានអាឈូសអីតូចប្រើបាននិយាយរួមទៅបើគាត់ប្រើត្រឹម10អាំពែ10អីប្រើបានបាទលើសពី20 30ហ្នឹងយើងទៅអត់ទាន់រួចទេបងណាអាចជួយកាត់បន្ថយភ្លើងយើងវាប្រើអាគុយហ្នឹងវាមកចំណែកតូចដែរប៉ុន្តែវាអត់បានគ្រប់ទូទាំងឃុំទេបានថាមកបដោយខ្សែភ្លើងនេះបានតែជាង 1000 ម៉ែត្រទេ 1000 ម៉ែត្រហ្នឹងគប់គង់បានតែ90ទៅ100ខ្នងផ្ទះនៅក្មេងពីតូចខ្ញុំវាអញ្ចឹងយើងរាប់រៀបតាមខ្ញុំដឹងក្តីឡើងទេដឹងក្តីដល់ពីម៉ែឪខ្ញុំហ្នឹងពីមុនមកគាត់ប្រើចង្គៀងអីគូមួយទេហើយទៅបន្ទាប់មកទៀតមានអាគុយហ្នឹងយើងមានអាអំពូលដូចអំពូលពិលយើងចាប់ភ្លឺតាមផ្ទះមកដល់ពេលខ្ញុំរៀងធំដឹងក្តីចេះរោអីតាក់បន្តិចទៅមានទាំងសូឡាមានទាំងសូឡាទូចអញ្ចឹងហើយយើងដាក់អាគុយតាក់ប្រើទៅប៉ុន្តែឥឡូវនេះយើងបានទាំងសូឡានេះមកប្រើឲ្យប្រជាពលរដ្ឋគាត់ថាស្រួលយើងក្នុងលក្ខណៈគ្រួសារអ្នកណាដែលប្រើតិចពូ1ពូ2អស់ 7-8000 នេះអស់ 10000 ចោះច្រើន 7-8000 10000 ហើយអ្នកណាក៏គាត់មានធនធានមានឆ្នាំងមានអីទៅ 15000 20000 ហ្នឹងតាមដែលធនធានគាត់ប្រើអញ្ចឹងគ្រូក្នុងផ្ទះគាត់នៅចិត្តហ្នឹងគាត់តចង់ទាំងអស់ 100% ហើយអ្នកណាគេចង់ប្រើទៀតខ្សែភ្លើងvềនៅលើយើងហ្នឹងបណ្ដាញយើងហ្នឹងវាអត់ដល់គាត់អ្នកចង់ប្រើច្រើនប៉ុន្តែអត់ដល់ហើយនៅអ្នកនៅត្រយក្នុងក៏គាត់ចង់ប្រើតែប៉ុន្តែយើងអត់ហ៊ានតឆ្លងស្ទឹងគេវាតាក់ប៉ះពាល់យើងការប្រើប្រាស់អញ្ចឹងណាគម្រោងនេះរដ្ឋាភិបាលផងហើយនឹងគម្រោង UNDP ផងដល់ពេលអញ្ចឹងទៅខាងសេវាករគាត់គ្រប់គ្រងទាំងស្រុងមកដែលថាវិការប្រមូលបានពីប្រជាពលរដ្ឋហ្នឹងបញ្ជូនទៅឲ្យសេវាករគេអ្នកគ្រប់គ្រងបាទខ្ញុំសូមសំណូមពរខាងរាជរដ្ឋាភិបាលអង្គការនានាជួយពង្រីកធម្មពលអគ្គិសនីហើយដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋឲ្យបានមានជីវភាពប្រសើរឡើងបើមានអគ្គិសនីគាត់ងាយស្រួលនឹងប្រើហើយទី1ទី2គាត់បើថាយើងយកអគ្គិសនីទៅប្រកបអាជីវកម្មដូចលក់អីបំភ្លឺចាប់ហួយចាប់អីទិញទួចហ្នឹងភ្លើងបានស្រួលអត់មានពិបាក